បាទសួស្តីបងប្អូនគ្នាស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំថ្ងៃនេះថ្ងៃដែលខ្ញុំចង់ចែកម្លែកបងប្អូនពីរបៀបចូលទៅផ្លាស់ប្ដូរប៊ូតុងឆាតនៅក្នុង Messenger ងាយសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់ចេះហ្នឹងអញ្ចឹងភាគច្រើនគឺបងប្អូនគឺគាត់អត់ចាប់អារម្មណ៍ក្នុងការដូរប៊ូតុងទេអញ្ចឹងប៊ូតុងហ្នឹងគឺយើងប្រើប្រាស់រាល់ថ្ងៃហ្នឹងគឺប៊ូតុងពណ៌ត្រួយចេកបន្ទាប់មកមានពណ៌ផ្សេងជាច្រើនទៀត3 4ទៀតអញ្ចឹងយើងអាចផ្លាស់ប្ដូរតាមតម្រូវការរបស់យើងតែម្ដងអញ្ចឹងបងប្អូនដែលស្រឡាញ់នឹងចូលចិត្តខ្ញុំបងប្អូនកុំភ្លេចចុច Subscribe នៅ Channel YouTube របស់ខ្ញុំដើម្បីទទួលបាននៅវីដេអូថ្មីបន្តទៀតអញ្ចឹងមានការចែករំលែកជាច្រើននៅខាងក្នុង YouTube ហ្នឹងអញ្ចឹងបងប្អូនអាចទស្សនាបានហើយហ្នឹងហើយឥឡូវកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់ទូរស័ព្ទទាំងអស់គ្នាតោះ Let's go បាទសួស្តីបងប្អូនគ្នាស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំថ្ងៃនេះថ្ងៃដែលខ្ញុំចង់ចែកម្លែកបងប្អូនពីរបៀបចូលទៅបដូរប៊ូតុងឆាតនៅក្នុង Messenger ងាយតែម្ដងចំបងប្អូនអ្នកខ្លះគឺអត់ទាន់ចេះបដូរនៅប៊ូតុងឆាតហ្នឹងគឺពណ៌របស់វាគឺចេញពណ៌ត្រួយចេកអញ្ចឹងយើងអាចបដូរពណ៌ផ្សេងបានតាមតម្រូវចិត្តរបស់យើងតែម្ដងអញ្ចឹងគឺការបដូរហ្នឹងគឺបងប្អូនខ្លះគឺគាត់មិនទាន់ដឹងទេគឺមានពណ៌ជាផ្សេងជាច្រើនដែលយើងចង់បដូរហ្នឹងអញ្ចឹងនៅក្នុងប៊ូតុងឆាតហ្នឹងក៏ពេលខ្លះគឺយើងអត់ចាប់អារម្មណ៍គឺយើងអត់ដឹងដែរបងប្អូនបាទឥឡូវកុំឲ្យខាតពេលយូរយើងចូលទៅកាន់ប៊ូតុងឆាតទាំងអស់គ្នាបងប្អូនទៅចូលកន្លែង Messenger បងប្អូនមកបន្ទាប់មកដល់ទម្រង់បែបនេះបងប្អូនចុចចូលកន្លែង menu គេដាក់ថា menu អក្សរកន្លែងសញ្ញាត្រេ3គូសកន្លែងសញ្ញាត្រេ3ខាងក្រោមគេខាងស្ដាំដៃហ្នឹងចុចចូលលើហ្នឹងមកបន្ទាប់មកដល់កន្លែងនេះគឺបងប្អូនចុចចូលកន្លែងពាក្យថា setting ចុចចូលឡើង setting ហ្នឹងមកបន្ទាប់មកដល់កន្លែងនេះគឺបងប្អូន scroll ឡើងលើបងប្អូន scroll ឡើងលើហើយបងប្អូនចុចចូលកន្លែងaccessibility នេះមកកន្លែងសញ្ញារូបមនុស្សហ្នឹងកាលនេះបងប្អូនបាទចុចចូលលេខហ្នឹងមកអញ្ចឹងមកដល់ទម្រង់កន្លែងនេះគឺបងប្អូនចុចចូលកន្លែង color filter កន្លែង color filter ហ្នឹងអញ្ចឹងយើងអាចចូលទៅបដូរ color នៅប៊ូតុងឆាតរបស់យើងបានងាយស្រួលតែម្ដងអញ្ចឹង color ក្នុងហ្នឹងនិយាយទៅគឺមានច្រើនមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងយើងអាចបដូរពណ៌បានគឺពណ៌យើងប្រើប្រាស់រាល់ថ្ងៃហ្នឹងគឺជាពណ៌ត្រួយចេកអញ្ចឹងយើងអាចបដូរដាក់ពណ៌ផ្សេងបានទៀតឥឡូវយើងចុចចូលលើហ្នឹងមកនេះឆ្លាប់មកដល់កន្លែងនេះអញ្ចឹងដល់កន្លែងនេះគឺកន្លែងយើង post story ហ្នឹងគឺចេញសញ្ញាពណ៌ខៀវបន្ទាប់មកប៊ូតុង online ហ្នឹងគឺចេញសញ្ញាពណ៌ត្រួយចេកអញ្ចឹងយើងចង់បដូរពណ៌ផ្សេងទៀតយើងចុចកន្លែងប៊ូតុងខាងក្រោមហ្នឹង3ប៊ូតុងហ្នឹងគឺពណ៌ខុសគ្នាអញ្ចឹងនេះប៊ូតុងទី1ប៊ូតុងទី1នេះគឺចេញបែបនេះអញ្ចឹងចេញបែបនេះក៏ស្អាតម្យ៉ាងដែរបងប្អូនបាទពណ៌វារៀងពណ៌បៃតងបន្ទាប់មកប៊ូតុងទី2ហើយប៊ូតុងទី3ចេញពណ៌បែបនេះបន្ទាប់មកប៊ូតុងទី4អញ្ចឹងពណ៌វាខុសគ្នាអញ្ចឹងបងប្អូនណាខ្លះគឺគាត់អត់ទាន់ដឹងពីការបដូរនៅពណ៌ប៊ូតុងក្នុង Messenger យើងហ្នឹងអញ្ចឹងបងប្អូនអាចបដូរតាមតម្រូវចិត្តបងប្អូនតែម្ដងខ្ញុំថាប៊ូតុងនេះគឺស្អាតជាងគេបងប្អូនបាទអាហ្នឹងស្រេចតែចិត្តបងប្អូនទេគឺបងប្អូនចង់ជ្រើសរើសនៅប៊ូតុងមួយណាក៏បានដែរអញ្ចឹងយើងអាចផ្លាស់ប្ដូរតាមតម្រូវចិត្តរបស់យើងតែម្ដងអញ្ចឹងវិធីបដូរនេះគឺងាយទេសម្រាប់បងប្អូនទាំងអស់គ្នាហើយនឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបើសិនជាបងប្អូនពេញចិត្តកុំភ្លេចចុច Subscribe ឲ្យម្នាក់អុយផងជួបគ្នានៅវីដេអូក្រោយបាយ